សួស្តីប្រិយមិត្តអ្នកតាមដានទាំងអស់គ្នាតើអ្នកធ្លាប់ឆ្ងល់ទេថាប្រទេសមួយអាចមានភាពផ្ទុយគ្នាដ៏អស្ចារ្យយ៉ាងនេះសូមត្រៀមខ្លួនព្រោះថ្ងៃនេះយើងនឹងនាំអ្នកទៅកាន់ប្រទេសជប៉ុនយើងចាប់ផ្ដើមដំណើរកម្សាន្តរបស់យើងជាមួយរថភ្លើងល្បឿនលឿន Shinkansen ដែលកំពុងរត់ឆ្ពោះទៅមុខយ៉ាងលឿនកាត់វាលស្រែបៃតងខ្ចីនិងផ្ទៃមេឃខៀវស្រងាត់ពីក្នុងរថភ្លើងទិដ្ឋភាពខាងក្រៅរំលងផុតទៅយ៉ាងរហ័សបង្ហាញពីការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ជប៉ុនប៉ុន្តែមិនឆ្ងាយប៉ុន្មានពីភាពស៊ីវិល័យនោះអតីតកាលដ៏ស្រស់បំព្រងក៏នៅតែបន្តមានវត្តមានជានិច្ចយើងឃើញមានប្រាសាទបុរាណដែលហ៊ុំព័ទ្ធដោយផ្កាសាគូរ៉ាពណ៌ផ្កាឈូកខ្ចីកំពុងរីកស្គុះស្គាយក្រោមពន្លឺថ្ងៃដ៏ត្រចះត្រង់បង្ហាញពីភាពទន់ភ្លន់និងភាពស្រស់ស្អាតនៃធម្មជាតិនៅខ្ជូតូទិដ្ឋភាពពីលើអាកាសបង្ហាញពីទីក្រុងដែលលាយឡំរវាងអគារបុរាណនិងអគារទំនើបជាមួយវត្តអារាមចំណាស់ដែលមានស្ថាបត្យកម្មល្អវិចិត្រវាជាភស្តុតាងដែលបង្ហាញថាជប៉ុនអាចរក្សាទល់ឲ្យភាពដ៏ល្អឥតខ្ចោះរវាងអតីតកាលនិងអនាគតចូលដល់ពេលយប់ទីក្រុងក៏ប្រែមុខមាត់ពោពេញទៅដោយពន្លឺនីអុងចម្រុះពណ៌ដែលបំភ្លឺទីក្រុងទាំងមូលឲ្យកាន់តែរស់រវើកនិងពោពេញដោយថាមពលយានយន្តនិងអគារខ្ពស់បញ្ជាក់យ៉ាងច្បាស់ថាជប៉ុនពិតជាប្រទេសមួយដែលដើរទាន់សម័យនិងឆ្ពោះទៅមុខយ៉ាងលឿនគ្រាន់តែដើរពី3ជំហានពីទីក្រុងអ៊ូអយើងក៏បានជួបនឹងភាពស្ងប់ស្ងាត់នៅពីក្រោយច្រកទ្វារវត្តបុរាណពណ៌ក្រហមឆ្អិនឆ្អៅដែលនាំផ្លូវទៅកាន់ធម្មជាតិបៃតងស្រងាត់ជួនកាលធម្មជាតិក៏គ្របដណ្ដប់ដោយព្រើលពណ៌ត្រជាក់ស្រេបបង្ហាញពីភាពសុខសាន្តនិងអាថ៌កំបាំងរបស់ជប៉ុនដែលមនុស្សជាច្រើនមិនទាន់បានដឹងជាងនេះទៅទៀតជប៉ុនក៏មានភូមិបុរាណដែលពោពេញទៅដោយផ្ទះឈើចាស់មានដំបូលស្រស់ស្អាតប្លែកហ៊ុំព័ទ្ធដោយវាលស្រែពណ៌មាសនិងភ្នំខ្ពស់ទីនោះប្រជាជននៅតែរស់នៅតាមចង្វាក់ធម្មជាតិដោយភាពសាមញ្ញនិងចុះសម្រុងគ្នាក្នុងរដូវរងាយើងក៏អាចទៅលេងកន្លែងប្រភពទឹកក្តៅធម្មជាតិឬអនសិនដែលមានផ្សែងហុយទ្រលោមអំដោយព្រើលធ្លាក់ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនិងមានភាពកក់ក្តៅបំផុតរាល់លំអិតទាំងអស់នៅទីនេះសុទ្ធតែមានអត្ថន័យជ្រាលជ្រៅនិងគួរឲ្យស្ងើចសរសើរហើយជាពិសេសក្នុងរដូវផ្ការីកផ្កាសាគូរ៉ាពណ៌និងផ្កាឈូករីកស្គុះស្គីពេញផ្លូវក្បែរផ្លូវរថភ្លើងបង្កើតបានជាទិដ្ឋភាពដ៏ត្រជាក់ភ្នែកនិងគួរឲ្យចាប់អារម្មណ៍ជាទីបំផុតនេះមិនមែនត្រឹមតែជាដំណើរផ្សងព្រេងមួយឆ្លងកាត់ទីកន្លែងដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែវាជាការស្វែងយល់ពីស្រទាប់វប្បធម៌ដ៏ស្ងប់ស្ងាត់ដែលធ្វើឲ្យជប៉ុនក្លាយជាប្រទេសមួយគ្មានគូប្រៀបនៅលើពិភពលោកទីកន្លែងខ្លះពិតជាល្បីល្បាញប៉ុន្តែក៏មានកន្លែងផ្សេងទៀតដែលលាក់ខ្លួនមិនសូវមានគេស្គាល់តែគួរឲ្យចាប់អារម្មណ៍មិនចាញ់គ្នាតើអ្នកទាំងអស់គ្នាចង់ទៅលេងជប៉ុនដែរឬទេ